សេរីរុងរឿងរបស់ព្រះយេស៊ូវព្រះយេស៊ូវនាំលោកសេឡាលោកយ៉ាកុបនិងលោកយ៉ូហានជាប្អូនឡើងទៅលើភ្នំដាច់ឡាយពីគេពេលនោះព្រះអង្គប្រែជាមានទ្រង់ទ្រាយប្លែកពីមុននៅមុខសាវកទាំង3នាក់គឺព្រះភ័ក្ត្ររបស់ព្រះអង្គបញ្ចេញរស្មីចែងចាំងដូចពន្លឺថ្ងៃហើយព្រះពស្ត្ររបស់ព្រះអង្គត្រឡប់ជាមានពណ៌សដូចពន្លឺសាវកទាំង3បានឃើញលោកម៉ូសេនិងព្យាការីអេលីសន្ទនាជាមួយព្រះយេស៊ូវលោកសេឡាទូលព្រះអង្គថាព្រះអង្គម្ចាស់យើងខ្ញុំបាននៅទីនេះប្រសើរណាស់បើព្រះអង្គសពព្រះハរតីទូលបង្គំនឹងសង់ពន្លា3គឺមួយសម្រាប់ព្រះអង្គមួយសម្រាប់លោកម៉ូសេនិងមួយទៀតសម្រាប់ព្យាការីអេលីកាលលោកសេឡាកំពុងតែមានប្រសាសន៍នៅឡើយស្រាប់តែមានពពកដ៏ភ្លឺមកគ្របបាំងគេទាំងអស់គ្នាហើយមានព្រះសូរសៀងបន្លឺពីក្នុងពពកមកថាអ្នកនេះជាបុត្រដ៏ជាទីស្រឡាញ់របស់យើងគប់ចិត្តនឹងព្រះអង្គណាស់ចូលស្ដាប់ព្រះអង្គចុះក្រុមសាវកឮដូច្នោះក៏នាំគ្នាក្រាបចុះដាក់មុខដល់ដីព្រោះគេភ័យខ្លាចជាខ្លាំងព្រះយេស៊ូវយាងចូលទៅជិតដាក់ព្រះហស្ថលើគេទាំងមានព្រះបន្ទូលថាចូលនាំគ្នាក្រោកឡើងកុំខ្លាចអីកាលក្រុមសាវកងើបមុខឡើងគេឃើញតែព្រះយេស៊ូវមួយព្រះអង្គប៉ុណ្ណោះពុំឃើញមាននរណាឡើយពេលព្រះអង្គយាងចុះពីលើភ្នំជាមួយសាវកទាំង3នាក់ព្រះយេស៊ូវហាម5គេថាកុំនិយាយប្រាប់នរណាអំពីហេតុការណ៍ដែលអ្នករកគ្នាបានឃើញនេះឲ្យសោះត្រូវចាំរហូតដល់បុត្រមនុស្សមានជីវិតថ្មីសិន